hay nghe người ấy mà lờ hay không thì một ngày mơ tụi mình nhé những chuông mạng những tập ba ta một đứa chó nó chớn trong sạc đá chứ nó tập ba tức khổ ba món tập ban chốt của vô tiền hay quạt trang ngơ tập bị hai mỏng bên trong lan chứ nè ôi hai tập ba về hay quạt trang quạt chơi chân chạy chứ không thấy ở tụi ba phải cam triệu ba tiết niệm ngày mơ men tại lần này chúng có hơi bành hàng bên chẳng đây giờ tới bây đại con trong từ cái tour mà cam triệu ba đường đi bẹt cái chớn con vì bạn nó chuột chủ nhân group bẹt thấy mua hai cái là con từ chỗ này cây lê chở và dân những con được thái con thử làm cho cái chân tới bây giờ này thảm ca có tiền không nên đưa chỉ sau bò người chứ không cô tại có ta phải sai mũi này ở chỗ là sai thì nó bành hạt bằng một bán mẹ giờ chắc bây giờ mà nó niệm một cái biệt sai mũi này rụt rồn mà cái tình mẹ là mấy là saiเป็นhai là của dân mà là này ដោយសង្កេតឃើញពីបញ្ហាទាំងអស់នេះហើយទើបក្រុមពួកយើងសម្រេចចិត្តផ្ដួចផ្ដើមគំនិតក៏ដូចជាសហការគ្នាក្នុងការបង្កើតនូវគេហទំព័រមួយឡើងដែលមានឈ្មោះថា Clinic Digital ក្នុងគោលបំណងដើម្បីសម្រួលដល់ការកក់ការណាត់ជួបជាមួយនឹងគ្រូពេទ្យក៏ដូចជាកាត់បន្ថយនូវការចំណាយពេលវេលារបស់អ្នកជំងឺសូមស្វាគមន៍មកកាន់គេហទំព័រ Clinic Digitalក្នុងគេហទំព័រ Digital Clinic របស់យើងទាមទារឲ្យ user ដែលចូលប្រើប្រាស់ថ្មីធ្វើការបង្កើតនៅគណនីដើម្បីងាយស្រួលក្នុងការចូលប្រើប្រាស់ក៏ដូចជាទទួលបាននូវព័ត៌មានលម្អិតផ្សេងៗដោយ user គ្រាន់តែចុចពាក្យថាចុះឈ្មោះហើយបំពេញនូវព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹងនាមត្រកូលក៏ដូចជា email ផ្សេងៗនិងបង្កើតនូវពាក្យសម្ងាត់ចំនួន6ខ្ទង់បន្ទាប់មក user នឹងចូលមកក្នុងទំព័រមួយដែលជាទំព័រចូលក្នុងគណនីដែលទំព័រនេះគ្រាន់តែតម្រូវឲ្យ user បញ្ជាក់នៅ email ក៏ដូចជាពាក្យសម្ងាត់អំបញ្ញមិញនេះម្ដងទៀតរួចចុចពាក្យថាចូលក្នុងគណនីនោះនឹង load alert មកម្ដងទៀតថា user បានចូលក្នុងគណនីបានដោយជោគជ័យក្នុងករណី user ភ្លេចនៅពាក្យសម្ងាត់ user គ្រាន់តែចុចទៅលើពាក្យភ្លេចពាក្យសម្ងាត់រួចបំពេញនៅ email ហើយផ្ទៀងផ្ទាត់ជាមួយនឹងលេខកូដ OTP បន្ទាប់មក user អាច reset នៅ password ថ្មីនោះនឹងចូលទៅកាន់ page login ម្ដងទៀតដែលទាមទារឲ្យ user បំពេញនៅ email ក៏ដូចជាពាក្យសម្ងាត់ថ្មីរួចជាការស្រេចបន្ទាប់ពី user គាត់បានបង្កើតគណនីរួចហើយគាត់នឹងចូលមកកាន់ទំព័រដើមនៃ website របស់យើងដែលនៅក្នុងទំព័រដើមនេះគឺមានបង្ហាញជូននៅទិដ្ឋភាពទូទៅក៏ដូចជាទិន្នន័យមួយចំនួនដែលពាក់ព័ន្ធទៅនឹង clinic របស់យើងបន្ទាប់មកទៀតបើសិនជា user คลิกទៅលើពាក្យការណាត់ជួបនោះ user នឹងចូលទៅកាន់ទំព័រថ្មីមួយទៀតដែលជាទំព័រកក់ការណាត់ជួបជាមួយនឹងគ្រូពេទ្យដើម្បីកក់ការណាត់នេះអ្នកប្រើប្រាស់គ្រាន់តែបំពេញនៅឈ្មោះពេញលេខទូរស័ព្ទអាសយដ្ឋាន email ការបរិច្ឆេទនិងពេលវេលាបន្ទាប់ពីបំពេញព័ត៌មានរួចរាល់អស់ហើយ user គ្រាន់តែចុចពាក្យថាកក់ពេលវេលានោះនឹងមានសារមួយលោតបញ្ជាក់ប្រាប់ថាការកក់ពេលវេលារបស់លោកអ្នកទទួលបានជោគជ័យបើសិនជា user គាត់ click ទៅលើពាក្យសេវាកម្មនៅក្នុងសេវាកម្មរបស់យើងចែកចេញជា page 2គឺសេវាកម្មទាំងអស់និងសេវាកម្មលម្អិតដោយនៅក្នុងសេវាកម្មទាំងអស់របស់យើងបង្ហាញពី category ទាក់ទងទៅនឹងឯកទេសព្យាបាលទៅលើជំងឺធំមួយចំនួនហើយបើសិនជា user គាត់ចង់អានលម្អិតគាត់គ្រាន់តែចុចទៅលើ category នីមួយៗនិងចូលទៅកាន់សេវាកម្មលម្អិតនៅក្នុងព័ត៌មានថ្មីៗនេះយើងបង្ហាញពីព័ត៌មានដែលអាប់ដេតប្រចាំថ្ងៃតែអ្នក user នឹងគាត់អាចចូលទៅអានបានថែមទៀតបើយើងចង់អានគ្រាន់តែចុចចូលទៅក្នុង category ណាដែលយើងពេញចិត្តចឹងទៅនឹងនាំយើងទៅព័ត៌មានថ្មីៗដែលលម្អិតឥឡូវយើងចូលទៅកាន់ page ថ្មីមួយទៀតដែលជា page វិទ្យាបណ្ឌិត page នេះគឺបានបង្ហាញឃើញពី profile ឈ្មោះក៏ដូចជាប្រវត្តិរូបសង្ខេបរបស់វិទ្យាបណ្ឌិតដែលធ្វើការនៅក្នុង clinic digital ដូច្នេះបើសិនជា user ចង់ដឹងកាន់តែលម្អិតទាក់ទងទៅនឹងព័ត៌មានរបស់វិទ្យាបណ្ឌិតបន្ថែមទៀតគ្រាន់តែចុច click ទៅលើវិទ្យាបណ្ឌិតរូបណាដែលគាត់ពេញចិត្តបើសិនជា user click ទៅលើពាក្យទំនាក់ទំនងនោះនឹងចូលមកកាន់ page ទំនាក់ទំនងរបស់យើងដែលមានទម្រង់ជា form បំពេញដូច្នេះ user គ្រាន់តែបំពេញតាមអ្វីដែល form យើងបានទាមទារដូចជាឈ្មោះលេខទូរស័ព្ទ email របស់ user និងអាចសរសេរជាសារទាក់ទងទៅនឹងមូលហេតុឬក៏អាការៈនៃជំងឺផ្សេងៗរួច user គ្រាន់តែចុច submit នោះទិន្នន័យនឹងត្រូវបានបញ្ជូនមកកាន់ clinic របស់យើងនៅក្នុង page មតិយោបល់ user អាចចូលទៅសរសេរជាសារ feedback ឬ review ទាក់ទងទៅនឹងសេវាកម្មនៃ clinic របស់យើងដោយបំពេញតាម form ដែលទាមទាររួចចុចពាក្យថាផ្ញើសារជាការស្រេចនៅក្នុង page អំពីយើងគឺមានបង្ហាញអំពីទិន្នន័យតាក់ទងទៅនឹងសេវាកម្មដែលមាននៅក្នុង clinic ក៏ដូចជាបង្ហាញពីមូលហេតុដែល user គួរតែជ្រើសរើសប្រើប្រាស់នៅសេវាកម្មខាង clinic របស់យើងមិនតែប៉ុណ្ណោះក៏មានផ្នែកបង្ហាញអំពីគោលបំណងនិងឆន្ទៈរបស់ក្រុមពួកយើងក្នុងការបង្កើតនៅ website នេះឡើងហើយក៏មានផ្នែកដែលណែនាំឲ្យ user ស្គាល់អំពីសមាជិកនៅក្នុងក្រុមរបស់យើងម្នាក់ៗផងដែរនៅក្នុង page កញ្ចប់តម្លៃ user អាច scroll មើលនៅសេវាកម្មដែលខ្លួនពេញចិត្តរួចគ្រាន់តែចុចពាក្យថាធ្វើការណាត់ជួបបន្ទាប់មក scan QR បង់ប្រាក់មកខាងមន្ទីរពេទ្យនិងជ្រើសរើសវិក័យប័ត្របង់ប្រាក់អំបញ្ញមិញនេះរួចចុចពាក្យថាបញ្ជាក់ការទូទាត់នោះ user អាចបញ្ជាក់ការទូទាត់រួចជាការស្រេច
មួយវិញទៀតអ្នកប្រើប្រាស់ក៏អាចចូលទៅមើលព័ត៌មានផ្ទាល់ខ្លួនរបស់ខ្លួនឯងបានផងដែរដែលគ្រាន់តែចុចទៅលើ profile ហើយជ្រើសរើសយកពាក្យថាព័ត៌មានផ្ទាល់ខ្លួននោះនឹងចូលទៅកាន់ផ្ទាំងមួយទៀតដែលបង្ហាញអំពីប្រវត្តិរបស់អ្នកជំងឺប្រវត្តិទូទៅការណាត់ជួបនាពេលអនាគតឯកសារក៏ដូចជាការកំណត់សម្គាល់ផ្សេងៗadmin មុននឹងអាចចូលទៅប្រើប្រាស់ dashboard បានទាមទារឲ្យ admin login ជាមួយនឹង email ក៏ដូចជា password របស់ខ្លួនសិនបន្ទាប់ពី login បានជោគជ័យនោះនឹងចូលទៅកាន់ផ្ទាំងដំបូងដែលជាផ្ទាំងគ្រប់គ្រង admin អាចមើលពីក្រាមឬតារាងទិន្នន័យមួយចំនួនដែលទាក់ទងទៅនឹង clinic របស់យើង admin ចុចលើពាក្យថាវេជ្ជបណ្ឌិតនោះនឹងចូលទៅកាន់ផ្ទាំងថ្មីដែលផ្ទាំងនេះបង្ហាញឃើញពីទិន្នន័យរបស់វេជ្ជបណ្ឌិត admin អាចធ្វើការ view ទិន្នន័យកែប្រែទិន្នន័យក៏ដូចជា add បន្ថែមនៅវេជ្ជបណ្ឌិតថ្មីបានផងដែរបើសិន admin ចុចទៅលើពាក្យថាអ្នកជំងឺនោះនឹងចូលទៅកាន់ផ្ទាំងថ្មីគឺជាផ្ទាំងទិន្នន័យរបស់អ្នកជំងឺហើយនៅក្នុងផ្ទាំងនេះ process នៃការធ្វើការក៏ស្តៀងទៅនឹងផ្ទាំងរបស់វេជ្ជបណ្ឌិតដែរដោយសារតែ admin អាចចូលទៅមើលទិន្នន័យកែប្រែលុបនិង add បន្ថែមនៅអ្នកជំងឺថ្មីផងដែរតែ admin ចុចលើពាក្យការណាត់ជួបនោះ admin នឹងអាចចូលទៅកាន់ផ្ទាំងនៃការណាត់ជួបដែលអាចមើលទិន្នន័យនៃការណាត់ជួបរវាងគ្រូពេទ្យនិងអ្នកជំងឺក៏ដូចជា admin អាចមានសិទ្ធិទទួលយល់ព្រមពីការកក់របស់អ្នកជំងឺផងដែរចំណែកនៅក្នុងផ្ទាំងសេវាកម្ម admin ក៏អាចចូលទៅមើលកែប្រែលុបនិងអាចបន្ថែមនូវសេវាកម្មថ្មីដែលមាននៅក្នុង clinic របស់យើងផងដែរចំណែកផ្ទាំងបញ្ជីសារទំនាក់ទំនងវិញគឺបង្ហាញឲ្យឃើញពីសារ request និង form submit របស់ user ដែល admin គាត់អាចចូលទៅឆ្លើយតបនៅក្នុងនោះបានចំណែកនៅក្នុងផ្ទាំងព័ត៌មានផ្ទាល់ខ្លួនវិញ admin អាចចូលទៅផ្លាស់ប្ដូររូបភាពក៏ដូចជាកែប្រែនៅព័ត៌មានមួយចំនួននិងអាចផ្លាស់ប្ដូរនៅពាក្យសម្ងាត់ថ្មីផងដែរជាចុងបញ្ចប់នេះយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីនិងទូរគមនាគមន៍មូលនិធិសអនិងថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអានដែលបានផ្ដល់ឱកាសអាហារូបករណ៍ដ៏មានតម្លៃនេះមកកាន់ពួកយើងបដិញ្ញាថានឹងប្រើឱកាសដែលទទួលបាននេះក្នុងការដុសខាត់សមត្ថភាពក៏ដូចជាចំណេះដឹងរបស់ខ្លួនឯងឲ្យកាន់តែរីកចម្រើនដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត